រឿងអតីតកាលវាមានច្រឡំហោហាយរឿងអតីតកាលពេលនេះលេងមកនៅក្បែរធ្លាប់ពីមុនសប្បាយឥឡូវឆ្ងាយពីពុកម៉ែចាប់កំណាត់នឹងដីហុយនឹងងាយគេហៅដីស្រែធ្លាប់តែជាក្មេងចូលចិត្តលេងបាញ់ឃ្លីដើរបោះសិនទូចបើពេលខ្លោតអីស៊ីម៉ែហើយញ៉ាំបាយអត់ទេកូនញ៉ាំមីកូនឡៃរវល់ដើរលេងជាមួយគ្នាពេលនេះសូមរាយឈ្មោះពីមិត្តភក្តិមានឈ្មោះអាផែនណាត់អាភានិងអាស្រស់ហើយក៏សូមតបសិនរកឈ្មោះចន្លោះហើយក៏ចាំភ្លេចមិត្តចុងក្រោយបងអស់អាចេទំនេរយើងជុំគ្នាអង្គុយអាំងភ្លើងនេះរត់ទៅខែរងាយើងតែងជួបជុំទោះពេលខ្លាយយើងកំព្រាបនស្រន់ទេវតាសូមសច្ចាជួយការពារនិយាយពីប្រធានបទធ្លាប់តែជាក្មេងមានជីវិតលេងដូចឡប់ធ្លាប់លេងទឹកភ្លៀងស្ដាប់ចម្រៀងបទជួយចត់ធ្លាប់លេងតត់សៃដើរបាច់ត្រីក្មេងជនបទហើយគ្រាន់តែគិតក៏ចិត្តសប្បាយម៉ែខំធ្វើការ from morning and tonight នឹងការពីមុនការពីខ្ញុំនៅតូចខ្ញុំក៏ជាក្មេងតែជាក្មេងក្បាលខូចចិត្តចង់ទៅពីក្មេងវ័យនៅកាយវិការការពីមុនរាល់ថ្ងៃបន់ឲ្យទៅដល់ថ្ងៃហោះហើរត្រឡប់វិញព្រោះតែចិត្តខ្ញុំវាកំពុងតែតូនម្នេញបត់បែនតាមពេលទំនេរខ្ញុំលេងឈូធ្លាប់ដើរតាមម៉ែកាប់វាស្រែប៉ាមិននឿយកាម៉ែសក់វែងគាត់នៅក្មេងមិនទាន់ស្ទើរម៉ែតែងតែដាំស្លធ្វើបបរឲ្យគុនបើរឿងអតីតកាលវិនីទីក្រាស់លំពោហែរឿងអតីតកាលវិនីទីកាលមកនៃក្បែរខ្លួនមានតែសេចក្ដីឥឡូវឆ្កាអតីតម៉ែចាប់គុំណាត់នឹងដីហុយនឹងហើយគេហៅដីស្រែខ្ញុំធ្លាប់មានក្តីសម័យជាច្រើនតាំងពីកុមារចង់ហែងនៅក្នុងទឹកអាំងដែលពោពេញទៅដោយដុល្លារចង់ខ្លាចជាចៅក្រមម្នាក់សុក្រិតមិនមែនមូសាពុនតរិនបានទីមិនបានក្បួននៅក្នុងសាលាតើខ្ញុំនេះត្រូវធ្វើយ៉ាងម៉េចបើរឿងមិនពូកែវាពូកែទៅខាងផ្លេចតែមានរឿងមួយយ៉ាងដែលខ្ញុំចាំមិនភ្លេចគឺឈ្មោះរបស់លោកប៉ានិងឈ្មោះនាងម៉ាក់ស្មានតែធំនឹងក្តីបានរីចម្រើន